បរិមម្នាក់ដើរទៅចូលតាមផ្លូវសង្ស័យអស់កម្លាំងពេកមកដេកស្លាប់លើកង់3គេសូមបងប្អូនជួយ share ដំណឹងនេះបន្តផងដើម្បីឲ្យបានដឹងដល់សាច់ញាតិទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីផងបន្ទាប់ពីមានករណីបរិះមិនស្គាល់អត្តសញ្ញាណម្នាក់មានវ័យជាង40ឆ្នាំដែលរសាត់អណ្ដែតតាមផ្លូវទំនងអស់កម្លាំងពេកក៏ឡើងទៅដេកលើកង់3គេដែលម្ចាស់ចតទុកចោលក្រោមផ្ទះលុះម្ចាស់កង់3មកដាស់ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2025ស្ថិតត្រង់ចំណុចបេនឡានផ្សារថ្មីក្នុងសង្កាត់ផ្សារថ្មីទី1ខណ្ឌដូនពេញរាជធានីភ្នំពេញតាមប្រភពព័ត៌មានពីម្ចាស់កង់3ខាងលើបានឲ្យដឹងថាមុនកើតហេតុគាត់បានចតកង់3ទុកក្រោមផ្ទះដោយសពមួយដងហើយបានឡើងទៅសម្រាកនៅក្នុងបន្ទប់ជួលបាត់ទៅលុះចុះមកក្រោមផ្ទះវិញក៏ស្រាប់តែឃើញបរិះខាងលើបានដេកនៅលើកង់3របស់គាត់ភ្លាមគាត់ក៏បានដាស់មួយសន្ទូធំតែជនរងគ្រោះមិនព្រមភ្ញាក់សោះដោយកើតមានចិត្តសង្ស័យគាត់ក៏តាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតចុះមកពិនិត្យរួចពេទ្យក៏ប្រាប់ថាបរិះខាងលើរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយទើបគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍តែម្ដងបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុខាងលើបានធ្វើការតាក់ទងទៅសមត្ថកិច្ចជំនាញកុសលវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះពិនិត្យនិងធ្វើកំណត់ហេតុរួចក៏បានសន្និដ្ឋានស្លាប់ដោយសារខ្យល់កសមត្ថកិច្ចក៏បានប្រគល់សពឲ្យរថយន្តសមុយដឹកទៅវត្តទួលសង្កែរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ